តោះថ្ងៃនេះយើងយកទៅពាំងបារាំងយកមកឆ្នៃធ្វើជាស្លម្ជូរម្ដងយើងដាក់លឹកគ្រៃលឹកក្រូចម្ដេងខ្ទឹមចាដាក់ចូលក្នុងទឹកក្តៅឲ្យពុះធម្មតាយើងស្លដូចយើងធម្មតាទាំងអស់តែម្ដងពេលដែលគ្រឿងយើងពុះហើយបើយើងដាក់ត្រីចូលបន្ទាប់មកគឺយើងចាប់ផ្ដើមបង់ជាមួយនឹងប្រហុកថៃកាភ្លៀងបងប្អូនចាខ្ញុំបោកថៃកាភ្លៀងយើងប្រហុកខ្ញុំរៀងមានឆ្អឹងអញ្ចឹងខ្ញុំត្រងវាឲ្យស្អាតអញ្ចឹងមកចាបន្ទាប់មកទៀតគឺយើងជ្រុំជាមួយនឹងអំពិលទុំចាអញ្ចឹងបើសិនជាបងប្អូនមានម្សៅអំពិលក៏ដាក់ទៅតែសម្រាប់ខ្ញុំញ៉ាំអំពិលទុំយើងធម្មតាហ្នឹងបងប្អូនបន្ទាប់មកខ្ញុំប្រើជាមួយនឹងម្សៅល្មៀតចាម្សៅល្មៀតដើម្បីដាក់ឲ្យវាឈ្ងុយហើយវាមានពណ៌លឿងស្អាតអញ្ចឹងយើងថែមជាមួយអំបិលអ៊ីយ៉ូតអំបិលក្រួសចាហើយយើងមានថែមជាមួយនឹងរ៉ូឌីប៊ីចេងស្ករបន្តិចគេព្រោះអីបើសិនជាបងប្អូនចង់ញ៉ាំរៀងផ្អែមដាក់ស្ករច្រើនតែសម្រាប់ខ្ញុំមកចូលចែសឡម្ជូរខ្ញុំដាក់ស្ករតែតិចមែនតែនខ្ញុំថែមទឹកត្រីមកវៃសឡហើយពេលដែលទឹកពុះមែនតែនតែម្ដងនេះអាស្ពែដែលខ្ញុំត្រូវដាក់តែពាំងប្រាំងពណ៌សនោះมันស្លឆ្ងាញ់បងប្អូនចាដាក់តែ5នាទីដាក់ឲ្យតែមកពុះគឺលើកតែម្ដងហើយញ៉ាំទៅជ្រប់ដូចកៅឈូកអញ្ចឹងបងប្អូនអាចសាកល្បងធ្វើបានបន្ទាប់មកនេះខ្ញុំថែមល្បាយម្ទេសហើយនឹងម្អមចាអរគុណច្រើនដែលបានទស្សនាវីដេអូរបស់ខ្ញុំបាយបាយ